นะอันตีจะส้มฟักก็มาการวิธีตุสนะอันทีបាទសូមគោរពសួរជំរាបសួរលោកសិនកញ្ញាគណៈជាប្រិមិត្តទូរទស្សនិកជនទីមេត្រីសូមស្វាគមន៍មកកាន់អ្វីដែលនេះជាបន្តពិសេសគឺនៅក្នុងថ្ងៃនេះប្លែកទៀតហើយជាមួយនឹងទស្សនៈអានធីតែតែបដោះជូនជាមួយនឹងទស្សនៈប្លែកបែបរបស់សង្គមពិសេសទេគឺការជជែកវែកញែកយ៉ាងក្បោះក្បាយពីដៃគូរបស់ខ្ញុំបាទគឺបានកញ្ញាពូកែវហាស័តមាត់បន្ទូចជាងគេហើយក៏ពូកែរកនៅអ្វីដែលធ្វើជូនដល់លោកអ្នកជាមួយនឹងខ្ញុំបាទដែរពិធីក៏រូបសង្ហាវហាក៏បានដូចគ្នាចាទីពិសេសថ្ងៃនេះគឺថាលោកចម្រុងថាមានភាពកងនាងខ្ញុំបន្តិចចាដោយសារនេះខ្ញុំថ្ងៃនេះចានេះខ្ញុំពេញចិត្តនៅចាពណ៌ស្រស់ឆាតឆាយចាគឺពណ៌កុលាបហើយលោកចម្រុងចាគ្រាន់តែឃើញនេះខ្ញុំស្លៀកពាក់អាវពណ៌កុលាបព្រាមគាត់ទៅដូរដែរអញ្ចឹងអាចចង់ឲ្យបានបបេមាត់ពណ៌កុលាបដែរទេអូមកខ្ញុំហ៎ចាអត់ទេអត់ចង់បានគាត់ថាបើសិនជាចង់បានមកអូអត់ទេបីលក្ខណៈនៃកពឹសជៀនក្រោយមិញអត់ព្រមតន់ដុសថ្មិញផងហ្នឹងទៅបឺតមិនកើតនោះចាកពឹសជៀនហ្នឹងខ្ញុំញ៉ាំនំប៉័ងដែរអញ្ចឹងហ៎ចាស្តៀងនំប៉័ងវែងប៉ុន្តែឥឡូវនេះសង្កេតឃើញមីងអានមីងនេះដូចថាមានសម្រស់ដូចស្រស់ស្អាតសុខភាពដូចមមមួនដូចរៀងធំផ្លោកជាងមុនមិនដែរដូចមានការថែរក្សាសម្រស់ឬក៏សុខភាពតែមិនដែរបាទចាស់មួយអើយហៅមីងចឹងត្រូវហៅមីងគេត្រូវធ្វើសម្លេងចាស់ហ្នឹងហើយចាស់មួយអើយអាសុខភាពអាស្បែកលីហ្នឹងក៏វាសំខាន់ដែរតែអ្វីដែលសំខាន់ណាស់ក្មួយគឺថាអាដៃណែគឺសុខភាពខាងក្នុងរបស់យើងណោះអូមិនទៅវិញបាទមិនវិញខាងក្នុងចាឥឡូវនេះតែដូចថាយើងចាស់យូរទៅចង់ធ្លាក់មកក្មេងខ្លះកុំឲ្យថាចាស់យូរទៅកាន់តែចាអូយើងអភិវឌ្ឍឲ្យវាដល់ថ្មីចាត្រឹមត្រូវចានេះខ្ញុំមានការថែរក្សាសុខភាពឥឡូវនេះអត់សូវញ៉ាំទឹកកកច្រើននេះមិនចឹងបាទចាមិនចឹងបាទអត់ញ៉ាំទឹកកកគឺដោយសារនេះខ្ញុំឥឡូវនេះផ្លាស់ប្ដូរចាមកទទួលទានតែវិញអូចាតែពិតទៅណែទឹកកកចំពោះការបរិភោគបើសិនជាអាចខ្ញុំទេណាខ្ញុំសូមជូនជាយោបល់មួយទេបើសិនជាអាចទេសូមបើចង់ពិសាទឹកត្រជាក់ខ្លះសេទៅក៏ល្អដែរព្រោះនៃការពិសាផ្ទាល់ហ្នឹងមិនសូវជាល្អប្រសិទ្ធភាពប្រហែលទេខ្លះសេទៀតបាទចាពិសាបារាំងបាទខ្លះសេចង់សួរដូចស្គែនេះខ្សែកប្លែកនេះដូចម្ដេចគឺពាក់សោះអ្នកទៅទិញមកពីផ្សារណាមកនោះណាចាមិនមែនផ្សារមេឃនៅទីក្រុងប៉ារីសទេចាគឺនេះខ្ញុំជានៅហាងម៉លគេធំដែរចាសារ៉ាអូសារ៉ាបន្តែចុះ80%ចាហ៊ានបាទអនសែលចាអនសែលទៅតលៀងឃ្លាំងទៀតចុះអ្នករោបនោះមកពីប្រាំងដែរចានិយាយលាក់បាំងអីចាអូស័យ3000នេះយើងឃើញរូបនោះ30ទៀតនៅប្រាំងប៉ុន្តែគេនាំមកជួលសុខខ្មែរគេមិននាំតាមកម្មម៉ាស់អីទេនាំជាបាវមកជាទីអីចឹងជាបាវចាធម្មតាបាវហ្នឹងចាមិនមែនបាវហ្នឹង10អាវអីទេចាគេគៀបទៀតមកបាវហ្នឹងលាទៅអាវ20000អាវចាណែនិយាយជាតែមិញខ្ញុំសុំនិយាយភាសាជាតែចុះមិនទៅមានកំណាព្រោះបែបចិនណាគឺថាបងប្អូនជនជាតិចិនគាត់និយមទទួលទានតែខ្ញុំដឹងហើយចំមងឯងក៏ចិនដែរខ្ញុំចិនដែរចំមងឯងចូលចិត្តហូបតែដែរមែនទេខ្ញុំចូលចិត្តដែរខ្ញុំនេះទស្សនិកជនចាឈប់កំកាប់ទស្សនិកជនចាផ្ទះចំមងវិញចាតែមកក្តាប់ចាគឺថាបងចូលទៅក្នុងធុងវឹបឆុង4ថ្ងៃមកអស់ជាតិតែយើងខ្លះសេទុកខ្លះសេទៀតសេទុកបានតិចយើងញ៉ាំតិចម្ដងគោះអស់ដូចគ្នាទេអត់ទេខ្ញុំចិត្តតែមកខ្ញុំមិនធម្មតាខ្ញុំញ៉ាំខ្ញុំជីឲ្យដៃសេះអស់ងាប់5ក្បាលទៅផឹកនៅជាងណាហ្នឹងបាទមិនសេះ5បាក់សាក់សពទេអត់ទេទៅជាងណាព្រោះបានតែមួយកែផឹកឲ្យព្រោះទឹកតែដែលខ្ញុំឆុងនឹងយកពីនៅជ្រុះឲ្យដៃនៅបាត់និលជ្រុះអូយ៉ាដាយកមកទឹកដែលមានហៅថាប្រភពច្បាស់លាស់មានជាតិរ៉ែក្នុងនឹងហើយសំខាន់ទៀតគឺគាត់និយាយលេខទៅមកណែស្ដាប់នេះខ្ញុំសិតសក់បន្តិចដើម្បីឲ្យមើលទៅសម្រាប់កាន់តែក្មេងយូរចិត្តខ្សែសិតសុំមិនកាន់សំខាន់នឹងសិតសក់នឹងទេមុខយើងធំយ៉ាធំយ៉ាតែឡើងទេពេលយើងតែបន្តទៀតយើងត្រូវពីយកពីទឹកហៅបាតជ្រុះអូយ៉ាដាមកយកមកឆុងតែដែលមានគុណភាពដាំនឹងគឺថានៅក្នុងការដាំនឹងគឺត្រូវតែយកហៅថាស្ត្រីដែលមានសម្រស់ស្រស់ស្អាតហើយគាត់នៅលីវមិនថាណែកំមុំឬក៏មេម៉ាយគឺទៅដាំហើយនៅក្នុងរយៈពេលទៅថា
ពេលហាឡើងគឺត្រូវប្រើដៃមកមិនប្រើម៉ាស៊ីនគឺប្រើដៃនៅកាឆាអីគ្រប់យ៉ាងហ្នឹងបានចេញពីតែដូចមានគុណភាពល្អហ្នឹងហើយខ្លួនណាយើងហឹកទៅនិយាយពីថាអូយមានជាតិហើយក៏មានជាតិដែរខ្ញុំប្រាប់ចំងឯងដែលលើបាត់ជ្រោយ៉ាដាហ្នឹងហ៎ហ្នឹងហើយជ្រោយ៉ាដាក៏អាចរកគក់ចាខ្ញុំពងគក់ឲ្យវាលើចំងឯងទៅក្រោមហ្នឹងទៅពងដងទឹកហ្នឹងហៀតាមហ្នឹងទៅឆ្ងល់ចង់តែតែមានជាតិអូចឹងមកជាតិឆ្ងល់តែនឹងមានរសជាតិឆ្ងាញ់ហ្មងជាសម្បូរអូសវ៉ែលអីចឹងញ៉ាំឲ្យសបល់ជាងសោះហើយចាកាត់ទាំងគ្រឿងក្នុងទៀតចំងឯងដឹងហ៎មិនដឹងបាទក៏ខ្សែចិនអញ្ចឹងចាំមកភ្នែកទូអូលឺមីងឡឹងនេះវាអត់ឡឹងនេះខាំម៉ែងឡឹងនេះខាំម៉ែងឡឹងខាំណែអាមួយហ៎អាមួយដឹងវិញចិនហ្នឹងមីងអាអ៊ីម៉ែងឡឹងហ៎អ៊ីហ្នឹងម៉ែងឡឹងខាំឡឹងអ៊ីម៉ែងឡឹងនេះអ៊ីអត់មានឡឹងទេស៊ីបាប់ទៅស៊ីបាប់នេះអូតែអាអ៊ីដឹងរឿងចាចានេះខ្ញុំនៅចិននេះខ្ញុំកាត់ចិនតើតែគាត់ចិនកំពង់ស្ពឺខ្ញុំចិនកំពតអញ្ចឹងហ៎ធានីទុកមាសយើងហ្នឹងហ៎នៅខាងកែបបាទចិនខាងកែបចាលើកាត់ជីពីទីក្រុងកែបខេត្តកំពតចាហើយនេះខ្ញុំឲ្យតែពូមីខ្ញុំមកសម្រាប់យើងហៅតាមខ្មែរណាគឺសេរីជនញ៉ាអាធីហៅតាមខ្មែរតែដល់ពេលហៅតាមចិនណាអាអ៊ីអាលីចាតាចាលីចាតាអាគូអាលីចាតាអាកោលីចាតាចង់សួរតែចិនតិចជាជួយគេជាជួយបាទហ្នឹងអត់ដឹងណាជាជួយផឹកទឹកហ៎នេះខ្ញុំរៀននេះខ្ញុំចេះពីប៉ាមកអត់សូវដល់មកពីចេះខុសចិនខុសគ្នាមានជីវកតាំងអីចឹងទៅហ្នឹងហើយមាននេះចំឯងចិនខុសគេខ្ញុំចិនកឆេមែនទេដូចចិនត្រឡប់ត្រឡយមិនខ្ញុំចិនកឆេនោះទេចិនកឆេបាទតាំងនេះទៀតងอยលែសេងងอยថយហ្នឹងលោកសុខស្វាលោកស៊ីមីចាំមីខាងមីទីមីស៊ូមីស៊ុបចាជាការពិតណាស់ចាគាត់នឹងការលេងសើចជាមួយចាក្មួយចំងទេចាតែពិតចាអ្នកមីងអានធីនៅក្នុងសប្តាហ៍នេះគឺលើកចង់បង្ហាញអំពីចាការទទួលទានចាតែដែលមានគុណភាពចាទស្សនិកជនតែគឺដឹងស្រាប់ហើយតែមានមកកញ្ចប់800ក៏មាន3000ក៏មាន50000ក៏មាន20000ក៏មានចាថ្លៃបំផុតរហូតដល់ជាង$1000ក៏មានចាដូចទឹកមាត់ត្រចៀកកម្មដែរចាតែទឹកមាត់ត្រចៀកកម្មឥឡូវហ្នឹងគឺមានផលិតផលថ្មីដែរចាដូចថាឥឡូវហ្នឹងមានក្រុមហ៊ុនមួយគាត់យកមិនមែនទឹកមាត់ត្រចៀកកម្មទេគាត់យកត្រចៀកកម្មទៅចិញ្ចឹមនៅភ្នំដល់ពេលយកទៅឲ្យត្រចៀកកម្មផ្ដាសាយយកស្លេះត្រចៀកកម្មអត់ថ្លៃជាទឹកមាត់ទៀតណែខ្ញុំថាអ្នកដែលធ្វើសម្បកត្រចៀកកម្មល្ងងហ្មងចង់ឲ្យត្រចៀកកម្មក្អែទឹកមាត់ចេញមកច្រើនល្ងងហ្មងមិនចាំលើចង់7មួយទៀតចាំក្នុងបន្ទប់ទឹកមិនចើមហ្នឹងអើគាត់ធ្វើបន្ទប់ទឹកមកអស់លីងមកចំបងឯងដាក់ដល់បន្ទប់ទឹកអីចឹងបាទអត់ដាក់អីជាកម្មស្អាតតែឃើញរបស់អូរៀងអត់ស្អាតទេគាត់ចេញមកហ្មងអស់លីងហ្មងចាអរគុណចាឲ្យក្នុងនៅក្នុងថ្ងៃនេះផងដែរគឺនេះខ្ញុំចង់បង្ហាញពីការពីគុណប្រយោជន៍ចានៃការទទួលទានតែហើយពីរបៀបដែលឆុងតែតាមលក្ខណៈស្តង់ដាររបស់ជនជាតិចិនចាព្រោះតែយើងឆុងតែយើងមិនតែចេះតែឆុងមួយប៉ាន់ហ្នឹងយើងឆុង20000ដងអីបាទណាមួយថ្ងៃបងល្ងាចផឹកតែហ្នឹងទៅខ្ញុំឃើញខ្ញុំខប់ឃើញការឆុងមកបែបរបស់គាត់ហ្នឹងគាត់មានដាក់របៀបតែជា2ជួរមួយជួរដូច5 6ពេងហ្នឹងគាត់ចាក់ចេះចោលចេះចោលទី3នេះមកទទួលទានចាដូចថាអាចេះចោលតែគេទឹកក្តៅគេយកទឹកតែហ្នឹងទេចាទឹកតែហ្នឹងចាមានតែខ្លះគឺយើងទទួលទានដូចថាទឹកទី1អត់សូវឆ្ងាញ់ទេអត់សូវទេចាទឹកទី2ហ្នឹងល្មមទឹកទី3ឆ្ងាញ់យកតែម្ដងចានេះគឺជាតែដែលមានតម្លៃថ្លៃតែមានតែប្រភេទច្រើនប្រភេទហ្នឹងលោកចម្រុងចាធ្លាក់បន្តិចអានទីចាហើយចាណែចង់ជំរាបសួរថាអ្នកខ្លះច្រឡំថាណែកញ្ញារលីននឹងទៅធ្វើការកែសម្ផស្សណែណាបានស្អាតមែនអត់ទេជួយការស្រោមជើងខ្ញុំអីចឹងតែក៏បាត់5គូ6គូនេះទៅនៅនឹងចាហើយនេះខ្ញុំក៏សូមអភ័យទោសនិងសូមអរគុណដល់អ៊ីកង់ទីនដែរដែលបានធ្វើការជួយកដាស់ព្រោះអត់ទាន់សូមជើងសូមជើងស្អុយពេកកដាស់គូមាត់ហ្នឹងកដាស់កូវីសិនចាអរគុណហើយបកមកកម្មវិធីយើងវិញចាបើថាតែមានច្រើនប្រភេទចាមានតែក្រហមតែខ្មៅតែលឿងចាតែមានច្រើនពណ៌ចាហើយមានតែអ៊ូឡុងប្រភេទជាក្រៀមតែស្រស់អ៊ូឡុងថ្លៃណាស់ចានិយាយពីថាអ៊ូឡុងគឺថាអស់តោះ
ហើយមានតែមួយទៀតរបៀបមិនឆុងទៅឈរដូចមួយជួលអញ្ចឹងណាគេហៅដូចតែស្អីនេះខ្ញុំអត់ចាំទេប៉ុន្តែនេះខ្ញុំចង់បង្ហាញលោកចំងនៅក្នុងថ្ងៃនេះក៏ដូចជាចាស់ក្មួយឲ្យយល់ដឹងអំពីការទទួលទានតែបែបស្តង់ដាហើយនឹងមានគុណភាពល្អដូច្នេះបើសិនជាចង់ដឹងថាតើសកម្មភាពចានាងខ្ញុំចាទៅធ្វើបទសម្ភាសន៍ជាមួយអ្នកមានជំនាញនៅក្នុងហាង China Brand Tea ចាយ៉ាងណានោះចាសូមជួយទស្សនាជាមួយនាងខ្ញុំដូចតទៅចាជុំព័ន្ធមីងឆានេះគឺជាហាងលក់តែល្បីឈ្មោះក្នុងប្រទេសកម្ពុជាចង់នឹងថាតែមានរសជាតិយ៉ាងណានោះចាសសូមជួយទស្សនាជាមួយនាងខ្ញុំចាជម្រាបសួរអូនចាបងចង់ឲ្យបងណែនាំចារសជាតិតែដែលជំនួយដល់សុខភាពព្រោះថាបងរាល់ថ្ងៃញ៉ាំតែកាហ្វេហើយអត់ដឹងថាតើមានតែណាដែលជួយដល់សុខភាពរបស់យើងតើបងអាចណែនាំជូនបងបានទេចាបានបងអញ្ចឹងបងអញ្ចឹងទៅជួបខាងអ្នកឯកទេសខាងតែអូចាអូជំរាបសួររ៉ូលីនចាជំរាបសួរចាហៀចលអីបករ៉ូលីនមកឆៃណាមិនមែនភ្ជុះទេបងគឺបើកឡានចូលមកអូចឹងបាទថ្ងៃនេះកិត្តិយសណាបានឃើញរ៉ូលីនមកឆៃណាប្រេនធីអរគុណបងមានអីអាចខ្ញុំជួយបានចាព្រោះថាបងដឹងឯនេះខ្ញុំជាអ្នកជំនាញចានេះខ្ញុំត្រូវប្រើសម្លេងច្រើនហើយត្រូវថែរក្សាសុខភាពហើយនេះខ្ញុំទស្សនាខ្សែភាពយន្តចិនក៏ដូចជាចាកម្មវិធីល្អៗនៅប្រទេសចិនហ្នឹងទៅគឺគេណែនាំពីតែប៉ុន្តែនេះខ្ញុំអត់ដឹងសូវស្ដាប់ចិនបានអញ្ចឹងមកនេះខ្ញុំក៏ជីកាត់នឹងរាល់ដងឃើញហាង China Brand Tea ឬក៏ជុងគាល់មីងឆាចាគឺមើលទៅប្លែកការ design ឲ្យមានតែគ្រប់ប្រភេទចាដូច្នេះទៅនេះខ្ញុំហ្នឹងចូលមកជួបបងណាបងហាហៀហៅស្អីក៏បានមកតែខ្ញុំវិញគួរហៅ NT ឬក៏ហៅជាកញ្ញាអូហៅខ្ញុំអាមួយតាអាមួយចាថ្ងៃនេះនៅក្នុងហាងចិនទៅហៅអាមួយបាទចាអញ្ចឹងហៀមានអីណែនាំជូនខ្ញុំហ៎ព្រោះថានេះខ្ញុំចង់ភ្លក់រសជាតិតែដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយជំនួយដល់សុខភាពព្រោះថាថ្ងៃខ្ញុំញ៉ាំតែកាហ្វេនេះអូមានច្រើនណាស់មួយអញ្ជើញចាហៀចាជំរាបសួរចាអូចាឃើញបងខ្ញុំកាន់កំប៉ុងកាហ្វេរហូតពេលខ្លះខ្ញុំញ៉ាំតកកទៀតអញ្ចឹងធ្វើសុខភាពខ្ញុំពេលខ្លះមានពុតធំជាធម្មតាតកកហ្នឹងវាអាចប៉ះពាល់ដល់ប្រទេសយើងដែរអញ្ចឹងបាទព្រោះប្រទេសយើងត្រូវការកម្ដៅដូច្នេះដូចជាប្រជាជនចិនក៏គេត្រូវការញ៉ាំរបស់អីដែលក្តៅភាគច្រើនអញ្ចឹងសុខភាពគេល្អដូចជាសុបបាទត្រូវការក្តៅទឹកមិនថាទឹកសុទ្ធទឹកញ៉ាំទឹកសាបយើងហ្នឹងឬក៏ជាតែជាអីគឺគេអត់ដែលប្រើទឹកកកដាក់ចូលទៅក្នុងហ្នឹងទេអូចាអញ្ចឹងបានដូចឃើញក្នុងខ្សែភាពយន្តចិនគេច្រើនគេយកទឹកតែមកហើយគេបាំងហើយគេចាសុំទោសផងបងព្រោះថ្ងៃនេះនាងខ្ញុំអត់បានស្លៀកក្អាយសម្លៀកពាក់ចិនមកទេគេស្លៀកពាក់សម្លៀកពាក់វាក្លៀកអញ្ចឹងអាចញ៉ាំតែបានទេបានធម្មតាណាបាទហើយថ្ងៃនេះដែរខ្ញុំបានក៏សូមចង់បង្ហាញខ្លះនៅមិនត្រឹមតែតែល្អហើយនឹងវិធីខ្លះក្នុងការចុងតែឲ្យបានត្រឹមត្រូវនឹងបានមួយយកទៅឆ្ងាញ់ចឹងហ៎ហៀហើយឆុងតែនេះខ្ញុំឃើញម៉ាក់ខ្ញុំគាត់ឆុងគាត់ដាក់វាតែហើយគាត់ចាក់ទឹកក្តៅចូលអូអានឹងអត់ត្រូវទេអត់ត្រូវទេធ្វើឲ្យតែយើងបែកក្លិនអត់ឆ្ងាញ់អូចា៎ថ្ងៃនេះខ្ញុំក៏ចង់បង្ហាញវិធីឆុងដែលថាធ្វើម៉េចឲ្យតែនឹងវាឆ្ងាញ់ហើយឲ្យវារក្សាគុណភាពទាំងរសជាតិ 100% តែម្ដងចាអញ្ចឹងនេះខ្ញុំចាចង់ឃើញថាការឆុងតែបែបបច្ចេកទេសមានចាសកម្មភាពយ៉ាងណាទស្សនិកជនចាសូមជើញទស្សនាជាមួយនេះខ្ញុំចាបាទជាដំបូងគឺយើងត្រូវរៀបចំជ្រើសរើសឲ្យបានត្រឹមត្រូវនៅឧបករណ៍ឆុងតែនេះគេហៅថាឧបករណ៍ឆុងតែកុងហ្វូគេហៅកុងហ្វូធីចាកុងហ្វូធីកុងហ្វូធីនេះគឺវាមាននិយាយថាចាំបាច់ត្រូវការនេះគឺចំនួនប៉ាន់គឺវាយើងអាចដាក់ស្លឹកតែចូលទៅក្នុងហ្នឹងហើយយើងត្រូវការពែងរួមនេះមួយសំណាញ់មួយនិងពែង6ទៅ8នេះពែងសម្រាប់ទទួលទានឬក៏ពែងសម្រាប់ទទួលទានតែបាទហើយចំណុចទី1គឺយើងក្រោយពីកម្ដៅឧបករណ៍ឆុងតែហ្នឹងហើយគឺយើងត្រូវការរៀបចំស្លឹកតែដែលយើងជ្រើសរើសនោះគឺយើងដាក់ចូលទៅក្នុងឧបករណ៍ឆុងតែរបស់យើងហ្នឹងចាបាទនៅទីនេះមានលក់ឧបករណ៍ឆុងតែហ៎មានមកចប់ទាំងអស់តាំងពីធ្វើពីដីតាំងពីឧបករណ៍ធ្វើពីប៉ុតសាឡែមធ្វើពីកញ្ចក់ធ្វើពីថ្មមានទាំងអស់
ចាទស្សនិកជនចាមិនត្រឹមតែមានលក់តែដែលមានគុណភាពល្អនោះទេចាថាតែមានលក់ឧបករណ៍ឆុងតែចាដែលមានគុណភាពនិងស្តង់ដារផងដែរចាសូមកុំភ្លេច China Brand Tea អូនេះខ្ញុំទន្ទឹងរង់ចាំភ្លក់ណាបង បាទទឹកដំបងនេះគឺយើងលាងចេញគឺយើងអត់បានទៅញ៉ាំ direct តែម្ដងទេគឺយើងដាស់វាសិនឲ្យស្លឹកតែហ្នឹងវាលា អូចឹងតែហ្នឹងកំពុងតែគេង កំពុងតែគេដូចថាវានៅក្តោបនៅក្នុងថង់អញ្ចឹងជាធម្មតាការធ្វើតែវាតែងតែធ្វើដោយដៃវាមានកន្លែងខ្លះបរិស្ថានវារៀងហុយវារៀងអីចឹងទៅអញ្ចឹងយើងត្រូវចាំបាច់ត្រូវលាងម៉ាសាចេញ ដូចយើងលាងដៃ clean ទៅ វា ទៀ សម្អាត ន បាទ ដែរ បាទ ចា បាទដូចគ្នាហើយតែនេះទៀតសោះគឺខ្ញុំបាទផ្ទាល់ទៅដល់ភ្នំតែម្ដងរងចាំវាធ្វើឲ្យស្រស់មែនទែន អូទៅដល់ភ្នំនៃប្រទេសចិន នៅខេត្តហុកគៀនគេហៅហ្វូជៀនអានស៊ី 对有人送去细着时就经验试过ចានេះខ្ញុំចិននេះខ្ញុំនេះចិនសាំងសក្រិតចាគេស្ដាប់អត់បានទេចាខ្ញុំនិយាយតែបានមួយតែឆាងអើចាចានិយាយលេងទេបងនេះខ្ញុំវិទូក៏រៀនចិនដែរ អូរៀនដល់ថ្នាក់ណា ចាសាមសាំ អូសាំអញ្ចឹងអាចប្រើបានណា មិនសូវជាបានមកនេះគឺផ្លេចយូរណាស់ហើយចា ប៉ុន្តែបើគេថាឲ្យអីយើងស្ដាប់បានដែរ ចាស្ដាប់បានខ្លះចេះ你叫什么名 អីយ៉ា 你今年岁啦 បាទ ចាចេះគួសមចានេះគឺជា បាទក្រោយពីយើងលាងតែរួចហើយគឺយើងចាប់តាមឆុងទឹកទី1ហើយក្នុងទឹកទី1នឹងទៀតគឺយើងនៅពេលដែលយើងចាក់ទឹកក្តៅនឹងចូលទៅគឺយើងមិនអាចត្រាំយូរបានទេដូចតែយើងឆុងរាល់ដងដាក់នៅផ្ទះឆុងដាក់ដល់10 20នាទីឬក៏កន្លះម៉ោង1ម៉ោងអីយើងមិនមានញឹកអត់បានចាក់ចេញគឺអត់ឆ្ងាញ់ទេ ពាក្យច្រើនគឺពាក្យច្រើនគឺក្បងរបៀបឆុងរបៀបដូចជាដាក់កញ្ចប់តែចូលស្លឹកតែចូលហើយចាក់ទឹកក្តៅគឺទុកនៅនឹង ទុកនៅនឹងអញ្ចឹងធ្វើឲ្យតែហ្នឹងវាបែកខ្លួនអស់ហើយអញ្ចឹងយើងអត់ឆ្ងាញ់ទេ អូឈ្ងុយដូចជារៀងក្លិនផ្កា តែនេះគឺធម្មជាតិអត់មានដាក់ក្លិនអីទាំងអស់ តែធម្មជាតិ គេហៅតែស្រស់អញ្ចឹងគឺវាត្រូវការ temperature វាគឺក៏វាត្រូវការទាបបំផុតកាន់តែត្រជាក់កាន់តែទុកបានយូរហើយកាន់តែឆ្ងាញ់ប៉ុន្តែនៅពេលដែលយើងឆុងក្តៅមិនមែនថាយកមកដាក់ទឹកត្រជាក់ថាឆ្ងាញ់ទេអត់ទេ ចាហើយពេលនេះទៀតសោះប្លែកទេចា បាទពោសឡែនជាមួយនឹងកញ្ចក់ អូចានេះខ្ញុំដំបងស្មានថាភ្លុះចាឆុងមិន នេះ ពូ គឺ ឆ្ងល់ កញ្ចក់ជាកញ្ចក់ដល់អញ្ចឹងវាអត់បង្កើនសោភ័ណភាពធ្វើឲ្យតែហ្នឹងអ្នកមិនចេះញ៉ាំក៏ចង់ញ៉ាំដែរ ចានេះខ្ញុំចង់ភ្លុះហ៎ បានជើញសាកមើលប៉ុន្តែឆ្ងាញ់មិនមែននៅទឹកហ្នឹងនៅទឹកទី2និងទឹកទី3 អញ្ចឹងទៅទី1ក៏ឆ្ងាញ់ អ ទៀត ត់ទាន់ឆ្ងាញ់ទេ អូចា បានជើញ គេកាន់មិនបងជួយព្រានហ្នឹងកាន់ យើងអាចកាន់ចេះក៏បានហើយដំបងគេហាត់សិនគេហាត់ហើយក្នុងមួយពេងហ្នឹងគឺគេញ៉ាំ2ដងកន្លះឲ្យអស់អាហ្នឹងបើតាមស្តង់ដារប៉ុន្តែបើក្តៅពេកតាមតាណា ចា តែបើនិយាយពីស្តង់ដារគឺ2ដងកន្លះ 2ដងកន្លះ បានន័យថាយើងញ៉ាំតែពីរម៉ាត់ហើយមិនតិចទៀតទាំងហើយ យើងហើយ អាហ្នឹងបើត្រូវស្តង់ដាររបស់គេអ្នកដែលគេថាញ៉ាំគង់ហ្វូធីឲ្យចេះតេស្តហ្នឹងគឺតេស្តអញ្ចឹង ម្ដង ជប់គាត់បិទមាត់ឲ្យចិត្តដកដង្ហើមតាមច្រមុះ អូចា ស្រង់ក្លិនសាកមើលតែមានក្លិនផ្កាហ្នឹងនៅក្នុង ចា យើងក៏ មាន មាត់យើង ក្លិនផ្កានៅក្នុងច្រមុះនេះខ្ញុំពេញតែម្ដង បាទ ហើយគឺស្រួលដកដង្ហើមជាងនេះខ្ញុំទទួលទានកាហ្វេមួយតកកមិញទៀត បាទនេះគឺលក្ខណៈសម្បត្តិនៃតែដែលយើងទទួលយកបាននៅអ្វីដែលយើងទទួលទានតែក្តៅ ចា ហើយវាធ្វើឲ្យសុខភាពយើងល្អ ចាអូចានេះខ្ញុំអស់ហើយអ្នកចាអញ្ចឹងគឺយើងទទួលទានប្រហែលដងក្នុងមួយថ្ងៃដែរបង តាមពិតទៅ ការទទួលទានតែគឺមិនបានរើសថាប្រមាណដងទេគឺគេតម្រូវឲ្យថាបើសិនជាតែឆៅតែបៃតងយកល្អគឺយើងទទួលទានក្រោយពេលយើងពិសាអាហារហើយ ចា បាទអញ្ចឹង គុណសម្បត្តិ បានន័យថាវានៅពេលដែលយើងអាហាររបស់យើងចូលទៅក្នុងសរីរាង្គកាយយើងវាមានចែកជាស្ករជាជាតិដូចថាវីតាមីនផ្សេងៗវាមានសារធាតុផ្សេងៗហ្នឹងគឺវាមានខ្លាញ់មានស្អីអញ្ចឹងគឺវាចែកទៅក្នុងសរីរាង្គកាយរបស់យើងបើសិនជាលើសជាតិតែហ្នឹងវានឹងទៅលាងចេញ អូ បាទ ដឹងតែត្រូវកាត់បន្ថយជាតិខ្លាញ់ឬក៏ជាតិស្ករចេញទៀត បាទវាអាចជួយសម្រាលអាហ្នឹងបាន ចា ប៉ុន្តែនេះវាគេហៅថាជាប្រភេទតែធម្មជាតិដូច្នេះវាមិនបានដូចថាអ្នកពេលខ្លះយើងចង់សម្រកឲ្យលឿនវាមិនបានទេវាជាលក្ខណៈធម្មជាតិអញ្ចឹងវាយឺតបំផុតប៉ុន្តែជួយសុខភាពខ្លាំង ជួយសុខភាពខ្លាំងទៀតចាលោកលោកស្រីនាងកញ្ញានេះគឺជាគុណសម្បត្តិរបស់
តែចានៅក្នុងហាងឆាណារៀនធីចាឥឡូវនេះទឹកទី1នេះខ្ញុំបានចាភ្លក់ហើយនេះខ្ញុំចាំភ្លក់ជាមួយនឹងរសជាតិទឹកទី2និងទឹកទី3ទៀតចាតើរសជាតិតែនេះឆ្ងាញ់យ៉ាងណានេះគឺជាតែធម្មជាតិទាំងមួយអាចជើញមើលនេះគឺស្លឹកតែស្រស់តែម្ដងគឺអត់មានឆ្លងកាត់ការឆ្អើរភ្លើងឬក៏កម្ដៅស្អីគឺអត់ចានេះគ្រាន់តែគេហាលស្ងួតហើយគេយកមកធ្វើហាលស្ងួតហើយយកមកធ្វើនេះគឺខ្ញុំបាទគឺរងចាំគេធ្វើហើយចាអូចានេះគឺតែស្រស់ធម្មជាតិចាឈ្ងុយបែបធម្មជាតិតែម្ដងចាគឺខុសប្លែកពីតែដែលយើងជឿនៅតាមទីផ្សារផ្សេងចាខុសគ្នាឆ្ងាយហើយបើសិនជាយើងឆុងតាមរូបភាពនេះគឺយើងអាចឆុងបានពី5ទៅ7ទឹកអាហ្នឹងយើងឆុងតាមកុំហ្វូធីហ្នឹងបាទដូច្នេះសារធាតុរបស់តែហ្នឹងវាចេញសន្សឹមដល់ទឹកទី7ហ្នឹងគឺទទួលអស់តែម្ដងសុពលភាពបាទវាអស់ចេញអស់ទៅយើងអាចញ៉ាំបាន 100% រសជាតិតែហ្នឹងយើងមិនដូចយើងដែលត្រាំចោលហើយវាចេញខ្លាំងពេកដល់ពេលយើងយកមកទទួលទៀតវាចត់ពេកវាចាស់ពេកអត់កើតជួនកាលចាត់ពួកយើងបាយក្លិនហើយអត់ស្រូវស្រួលខ្លួនទៀតចាពួកនេះខ្ញុំពេលខ្លះញ៉ាំតែខុសពេលខ្លះរៀងវិលមុខដែរចាអញ្ចឹងសារៈប្រយោជន៍តែយើងដឹងហើយក៏ប៉ុន្តែការទទួលទានតែហ្នឹងគឺមានរបៀបរបស់គេមិនមែនដូចថាយើងឆុងជាធម្មតាអញ្ចឹងគឺអត់សូវប្រយោជន៍ទេនៅពេលដែលយើងទុកយូរវាមិនធម្មតាបាយក្លិនរសជាតិក៏មិនឆ្ងាញ់គុណប្រយោជន៍វាក៏ធ្លាក់ចុះតាមហ្នឹងដែរចាមូលហេតុអ្វីដែលប្រជាជនចិនក៏ចូលចិត្តហូបតែបងតាមការសិក្សាបាទពីព្រោះតែនេះគឺវាទី1យើងដឹងរាល់គ្នាហើយគឺវាជួយកាត់ជាតិខ្លាញ់ជាតិស្ករនិងមានតែខ្លះនឹងអាចជួយទប់ស្កាត់ភាគរយនៃការកើតជំងឺមហារីកបានទៀតអូចាបាទគឺនៅក្នុងសារធាតុតែហ្នឹងគឺវាមានដូចជាតែសតែម្ជុលតែទាំងនេះគឺប្រភេទតែលំដាប់ដែលថាគេរកឃើញតែក្នុងសារធាតុរបស់វាមានទប់ស្កាត់ភាគរយនៃការកើតជំងឺមហារីកបានដូចជាតែបៃតងក៏មានក៏ប៉ុន្តែវាភាគរយវាតិចគេរកឃើញថាវាតិចជាងតែសក៏ប៉ុន្តែតែទាំងអស់នេះគឺសិតតែជួយសុខភាពយើងបានខ្លាំងមែនទែនចាឥឡូវនេះទឹកទី2បងណាទឹកទី2អញ្ចឹងCheers មួយញ៉ាំទៅមិនដែរមួយញ៉ាំឆ្ងាញ់ហ៎ចាឆ្ងាញ់ណាស់ហៀកាន់ពេចាកាន់តែក្រអូបហើយមួយមានអារម្មណ៍ថានៅក្នុងពងកយើងល្អហើយក្នុងក្អូមមាត់នេះវាឲ្យរសជាតិផ្អែមមកវិញចាហើយដកដង្ហើមគឺធំក្លិនតែម្ដងក្លិនតែម្ដងទឹកទី2នេះគឺឈ្ងុយជាងទឹកទី1ទៀតចាចឹងគុណភាពនៃតែដែលយើងចង់មើលថាតែហ្នឹងវាល្អធំកម្រិតបានគឺជាតេស្តនៅក្រោយពេលមិនត្រឹមតែសុខភាពនៃតែហ្នឹងទេគឺវាមានត្រួយស្លឹកធំស្លឹកតូចឬក៏វាមានត្រួយមួយស្លឹកមួយត្រួយមួយស្លឹកពីរហើយនឹងក្រោយពីពេលដែលយើងមើលសុខភាពវាហ្នឹងហើយយើងធ្វើការតេស្តវាដូចខ្ញុំជំរាបមួយមិញអញ្ចឹងចាគឺយើងមើលថាតើវាហ្នឹងញ៉ាំទៅវាស្អិតដែរអត់ហើយរសជាតិក្អូបហ្នឹងវាអាចរក្សាដល់7ទឹកដែរអត់នេះគឺជាការគុណភាពយើងធ្វើតេស្តយើងវែកញែកថាគុណភាពហ្នឹងដល់កម្រិតបានចាបាទហ្នឹងគឺចំណុចសំខាន់ចាចុះការក្នុងការមានបទពិសោធន៍ផងគ្នាតើហៀទៅរៀននៅប្រទេសចិនរយៈពេលប៉ុន្មានខ្ញុំនៅប្រទេសចិនជាង10ឆ្នាំជាង10ឆ្នាំអូអាចារ្យនេះគឺជាចាស់ពេលវេលាយូរសឹងតែយូរមែនតើហើយខ្ញុំទៅដល់ភ្នំនឹងតែម្ដងគឺខ្ញុំសិក្សាប្រហែលជាចូល3ទៅ4ឆ្នាំហើយ3ទៅ4ឆ្នាំនៅលើភ្នំចេញចូលមិនមែននៅលើភ្នំអានោះទៅម៉ាំងគេតាមពិតអត់ទេយើងចេញចូលយើងតែសិក្សាទៅមើលថាតើរៀនពីរបៀបតែនឹងយើងមើលយ៉ាងម៉េចគុណភាពខ្ពស់នឹងតើតែនឹងរៀងយ៉ាងម៉េចក្លិនយ៉ាងម៉េចរសជាតិយ៉ាងម៉េចយើងសិក្សាឲ្យដល់បានយើងដឹងថាតើគម្លាតហេតុអីបានជាតែនខ្លះថ្លៃដល់រាប់ពាន់រាប់ម៉ឺនចាព្រោះនេះខ្ញុំធ្លាប់ទៅលេងផ្ទះពូម៉ាក់នេះខ្ញុំគេថាចង់សាក់រសជាតិតែឆ្ងាញ់អត់គេថានេះខ្ញុំក៏សាក់តែមិនដឹងគេចង់មិនគឺគេលើកមកឲ្យគេថាតែហ្នឹងគឺតម្លៃប្រហែល$1000នេះខ្ញុំមិនដឹងតែនេះខ្ញុំភ្ញាក់លើថាអូតែថ្លៃម្ល៉េះតម្លៃនឹងថ្លៃណាស់ព្រោះតែខ្លះតែមួយដុំមួយផែនគេអញ្ចឹងក៏ថ្លៃដែររាប់ម៉ឺន$ក៏មានរាប់ម៉ឺន$ក៏មានដែរ My God
ប៉ុន្តែធូរថ្លៃក៏មានតែមានត្រឹម$3-4-5អីចឹងក្នុង1គីឡូក៏មាន នៅសាខ្ញុំទិញមកកញ្ចប់300 ចឹងកម្រិតនៃគុណភាពហ្នឹងយើងមិនអាចថាវាយើងមកច្បល់យើងនិយាយតែមួយថាតែហ្នឹងគឺដូចគ្នាគឺអត់ទេខុសគ្នាឆ្ងាយមែនតើ ខុសគ្នាឆ្ងាយតាំងពីតម្លៃនិងគុណភាពជា គុ ពិ ណ សេស ភាព គឺគុណ និងរ ភាព សជាតិ តែម្ដង បាទ ចា នេះអ្វីដែលខ្ញុំបង្ហាញគេហៅថាអ៊ូឡុងស្រស់ អ៊ូឡុងស្រស់ បាទហើយបន្តិចទៀតខ្ញុំនឹងបង្ហាញមួយពីតែបៃតងមួយទៀតគេហៅដែលជាតែល្បីគេហៅតែឡុងជីងឡុងជីងហ្នឹងគឺប្រភេទតែបើសិនជាភាសាខ្មែរគេហៅលអាងនេះ ចាល្អអា បាទជីង ឡុងឡុងនេះ ឡុងហ្នឹងនេះប៉ុន្តែជីងហ្នឹងគឺអណ្ដូងក៏ប៉ុន្តែអណ្ដូងហ្នឹងយើងមិនអាចនិយាយថាអណ្ដូងនេះទេយើងមិននិយាយថាលអាងនេះទេបាទប៉ុន្តែគាត់ជាឈ្មោះតែហ្នឹងគឺតែល្បីគឺ top 10 T នៅស្រុកចិនដែរ top 10 T ទៀតបើថាមួយក្នុងចំណោម10តែ ក្នុងចំណោមដែលល្បីខ្លាំងជាងគេតាមពិតស្រុកចិនគេមានតែដល់រាប់ពាន់ប្រភេទបាទហើយអ្វីដែលខាងខ្ញុំ select យកមកនោះគឺមានប្រហែលជាចូលចិត្ត300ប្រភេទ 300ប្រភេទចា ដែលយើងអាចគិតថាអាចនឹងប្រជាជនខ្មែរយើងអាចទទួលយកបាន យកបានចានេះខ្ញុំអ្វីដែលនេះខ្ញុំបានលឺញឹកញាប់ជាងគេគឺតែអ៊ូឡុងចាគឺធ្លាប់លឺឈ្មោះច្រើន អ៊ូឡុងគឺជាតែមួយប្រភេទក្នុងក្រុមតែខៀវគេហៅតែទាំង6ក្រុមគឺមានខៀវបៃតងក្រហមសខ្មៅនិងលឿង ចា បាទប៉ុន្តែក្នុងមួយឆ្នាំពីរនេះគឺគេបែងចែកមួយទៀតមានតែផ្កាមួយទៀត តែផ្កា តែផ្កាដូចជាមួយមើលអំបញ្ញហ្នឹងគឺមាន lavender និងមានគួយហွာមានជីហွာមានស្អីច្រើនណាស់បាទមានរាប់រយប្រភេទទៀតអញ្ចឹងគឺមាន rose មានតាំងពីកលាបតាំងពីម្លិះមកចប់អញ្ចឹងគេបែងចែកហ្នឹងទៅក្រុមមួយទៀតតាមពិតបើពីបុរាណមកគឺបែងចែកតែ6ប្រភេទដែលខ្ញុំជំរាបមិញហើយក្នុងមួយប្រភេទតែមួយប្រភេទពណ៌សម្បុរវាហ្នឹងគឺគេបែងចែកទៅឈ្មោះពិតរបស់វាតូចមួយហ្នឹងរាប់រយប្រភេទទៅទៀតរាប់រយប្រភេទបាទអញ្ចឹង6ក្រុមតែហ្នឹងវាបូកចូលគ្នាទៅវាចេញរាប់ពាន់ប្រភេទតែចាទស្សនិកជននេះគឺជាឈ្មោះតែដែលចា6ប្រភេទដែលមានតាំងពីបុរាណឥឡូវនេះគឺយើងមានតែផ្កាជាច្រើនទៀតដែលចេញចាជាបន្តក្នុងការស្រាវជ្រាវថ្មីចាហើយក្នុងហាងចារបស់យើងនេះតតែម្ដងគឺមានលក់តែជាង300ប្រភេទណាបងចិត្ត300ប្រភេទ300ប្រភេទចាលោកអ្នកអាចចារកជាវបាននៅទីនេះចាទស្សនិកជនទាំងអស់ជាទីមេត្រីចានៅក្នុងសប្តាហ៍នេះគឺនាងខ្ញុំបង្ហាញជូនចាពីរបៀបឆុងតែក៏ដូចជាណែនាំនៅតែពិសេសចាគឺតែអ៊ូឡុងស្រស់ចាពីកម្មវិធីទស្សនៈអានធីចាសូមសម្រាប់សិនហើយក្នុងសប្តាហ៍ក្រោយចានាងខ្ញុំនឹងបង្ហាញជូននៅតែបៃតងស្រស់វិញម្ដងចង់ដឹងថាតែអ៊ូឡុងនិងតែបៃតងមានរសជាតិខុសគ្នាយ៉ាងណាក៏ដូចជារបៀបឆុងខុសគ្នាយ៉ាងណាចាទស្សនៈអានធីនឹងបង្ហាញជូនទស្សនិកជននៅសប្តាហ៍ក្រោយចាពេលនេះនាងខ្ញុំជាមួយនឹងហៀចាសូមកាន់ប៉ែហៀកាន់ប៉ែឆុងអញ្ចឹងទេអី ចាគេមានវិធីសាស្ត្រគេមានសម្រាប់ចាប់គេអញ្ចឹងឃើញមកឲ្យឃើញហ្មងអញ្ចឹងគេចាប់អញ្ចឹងគេកលែងកលាស់អញ្ចឹងណាបន្ទាប់មកគេដាក់តែហ្នឹងជាមួយនឹងទឹកក្តៅគេណាលើកចុះលើកឡើងលើកចុះលើកឡើងហើយគេចាក់ទឹកទី3គឺអែមហួសណែបងនេះមានភាសាធ្វើអញ្ចឹងមានភាសាស្លាញ់វិញណែអញ្ចឹងចង់ដឹងដែរណែបងប្អូនប្រហែលជាមិនទាន់បានជ្រាបទេតែបងប្អូនខ្លះមួយចំនួនក៏ជ្រាបដែរព្រោះគាត់ចិនតែបងប្អូនខ្មែរមួយចំនួនក៏អត់សូវដឹងទេព្រោះដោយសារតែមិនបានសិក្សានេះខ្ញុំក៏អត់ដឹងដែរតែបានដឹងពីអ្នកនៅក្នុងកម្មវិធីយើងទេបាទណែភាសាយើងណែបើស្វែងយល់ទៅញ៉ាំតែជាភាសាកតាំងញ៉ាំឆានឹងបងប្អូនចិនមកគុំប្រកាន់ពួកខ្ញុំទៅរៀនមិញទេបើខុសត្រូវមិនគុំប្រកាន់ចាគឺចិនគាត់គឺចិនគាត់ខ្មែរចាបាទចឹងគេខុសតង់បន្តិចវាផឹកតែបើសិនតែកាជីវវិញចាក់តែអីអាកោចាក់តែអីអាកោអាម៉ាអាកុងណានៅរះយកអាទាំងអស់ហ្មងហ្នឹងហើយតែខ្ញុំចុះសាច់ចិនដែរញ៉ាំអាប៉ែអាគូអាហែអាតូទីអាម៉ៃអាឡប់ក្នុងរឿងថាអាឡប់សុតមកទេខ្ញុំចុះសាច់ចិនអូចុះសាច់ចិនដែរអត់មានអីប្រកាន់ទេគឺចាហើយមានភាសាអីទៀតចាចិនដែរនោះណែដូចជាតែប៉ុណ្្នឹងទេបើខ្ញុំទៅជ្រាបបានប៉ុណ្្នឹងទេបើចាមួយទៀតមីងឆានោះប្រភេទតែមិនញ៉ាំតាដូចគ្នាភាសាអីគេនោះចាភាសាអីគេភាសាចិនកុកងឺចាអូហ្នឹងហើយដូចថាឆាណាប្រេទីមិញហ្នឹងចាចំហឲ្យឃើញហ៎សៀវខហេងខសជីប
chít có hỏi dễ sợ ở toàn sả cò ở cho sả cò cho mọi trong á ចឹង cho nênខ្ញុំnày cho ngày nayខ្ញុំបានcho vô tai u long cho vô mà chả chuôn cho món đá cho mình pe khi pe từ tôi tại đi pe ní pe nhiều thông cho ở cho món anh nhâm một xã xong đồng pe mọt con gì vậy chả hay cả pe mọt con trai này ទៅតែយកមកមិនទៅមកខ្ញុំទៅមកខ្លួនឯងដែរ cái tầm đây tầm pí trên cái nàyខ្ញុំở đây tha nàyខ្ញុំphải bắt bong được đầm nặng tai đầm miên đầm lái cho cái nàyខ្ញុំliệp cài đường sân hay trong cài mà về bạn không bạn mà còn nặng មកទៅបញ្ញាមកមួយពេងតែទៅសង្ឃបាត់ទឹកពេង5នៅណាបង cha hay như cái túi tiền té hay lưng lăng này អូ qua miên nè ខាំឡឹងដែរខាំឡឹង miên là xì đét à cọp lì pâu à ទៅ cọp là pơi ly chỉ mùi nắng tai bày tong hay cha như miên là cọp sợi đáy mai sợi đáy xiêng ជាអីនេះ cha tập em với chu kriêm ស៊ីដេកសៀង xì đét xiêng à ស៊ីដេកខ្មៅ xì đét từ màu à ទៅពេលមកជុកក្រៀម tập em với chu kriêm bên lư chứ à ទៅពេលមកជុកក្រៀមដែរ miên mua miên của mặt cu à lướm bị cái lắng à cha hay ní cái chiết cọp thôn này chiết cha xăm bị cọp thôn này chiết bứt bứt hai ở dương từ tu tiên chỉ mùi tai cha chỉ chiên dương nhâm sra chỉ mùi kêu khai អូ rồi dương thon hay khôi sạc hiệp điện តែទៅទៅបើពេលជួបគ្នាអាចពិសាបានឬក៏កំសាន្តជាមួយនឹងការញ៉ាំតែខ្លែងកំណាបអីចេះឬក៏ការសិក្សារៀនសូត្រគឺជារឿងប្រសើរបំផុតសម្រាប់ជីវិតរបស់យើងនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត trời ơi ở lại đi cha này hiếm cho trẻ trên mặt trào món tranh tài món chả cha là ní đại ly na hia បាទដាក់មក chú sĩ hoài nhau thì là hình hòn chip chip cục cục quan nhân thì tí hoang หัวเล่หัววาหัวมังเจตา đấy trôi dân chả tài ní chả bây giờ từ tu tiến xong một đôi mình này anh tên dương ban này nói cứ dương từ chả xong giờ khấn bây giờ dương đã cho món hai dương cầm toàn lệp thêm dương từ bia với mình đúng hết dương đơn khấn là tài nó mới được chỉ được na chui đó cho món dương nhà nào là អា chả bí nhẹ à មិនជែកពីអ្នកទេចិនជែកណណាំង chả đỏ năng ញ៉ាំជែកពីអ្នក chả bí ញ៉ាំ nhẹ ពីអ្នក nữa đưa lên chả để oa xì máy muốn nó oa bằng đây tại oa miền rục bên nhà lư oa bằng ăn chất ở lớp bằng mì liềm đây thì mì lọc to ហោជែកบ่អណាំងចាយ theo họ chả bò nàng sai à មិនដឹងមកប្រែដើម្បីទេ chả ដឹងមកប្រែដើម្បីទេ chơi gì ta mình ហ្នឹងឯងបានរបស់ឆ្ងាញ់ឲ្យណាដឹងជែកទៅសិនិកចុងជែកមួយខាំខាំជែកជែក nhằm hai dương sang chiết phong ta ngồi tranh bị chụp bóng dương nhà nào ឈ្ងុយឈ្ងុយ chi ngồi mình tên ឈ្ងុយ à còn mà đã pen tu dương ta nhằm pi đòn cả là ta pen không nhằm tràn nữa nè sòn choan mến គោឲ្យដឹងរសជាតិ cô chân ចុះកកថ្លោះហើយ chân mày cô luôn nè tía lư chẹn không mà chỉ ngay nha tía dạ con lì có chừng với gì đẹp chừng với tay bể tông កប់លីប៉ូជាមួយស៊ីដេកា thì ngay nhé ជាក់តែ căn pè chị bị căn pè á Ừ. chị bị căn pè á được đại កាន់បៃ chơi mùi យកដៃជុំស្រាបង្កើតការអានពិតជាកក់ក្ដៅពិតជាមិននេះខ្លាំងណាស់ tai này nhắm tới cứ miền ruột ngồi trên bị chấm mỏ ở đây ní phần này nhắm làm cuồng co បាទ chả ở đây trong chi một bao សុកអីជេងណា 你换呀在地里读买关很鸡呀在你呀快读书呀买一个在呀呀呀呀呀 អេឡានពេទ្យទេ chứ giờ lão cái nhường hi chân cái lên chăng hả ឡានពេទ្យទេហ្នឹងឡានពេទ្យទេហ្នឹង cái hiện tới lo dương bao dương cả nạp cốt bao âm lòng quên tới đạch âm lòng lại đi sụp đấy chứ hiện vừa sụp đấy đó ôi thế này đi cha cứ sập bài hay cứ ban nào mà làm tốt này cái chân ở score cha bị cơn hiệp tài đã bị làm lại này là tay chân cha hai cơn này nó mà score bị cả trong tay bị này chấm ní đại phục bọn mình bị sao đâu đã chưa đọc năm តែប៉ុន្តែតែគឺជាហៅថាទេសជាម្យ៉ាងដែលធ្វើឲ្យយើងទទួលទានហើយមានហៅថាសុខភាពល្អពិសេសទៀតគឺហៅថាកាត់បន្ថយដែរ
ទៅលើអាហារដែលអត់ប្រយោជន៍មួយចំនួនដូចជាគ្រឿងស្រវឹងហើយដូចជាជក់បារីនាអីចឹងអាចបន្ថយដែរដោយការយើងពិសាតែទៅធ្វើឲ្យយើងទទួលបាននូវអារម្មណ៍មួយផ្សេងទៀតជាការកំសាន្តដោយពេលខ្លះជជែកពិភាក្សាគ្នារបស់ដែលធ្វើឲ្យយើងទទួលទានហើយមិនចិនណាព្រោះតែមួយទឹកក្តៅអ៊ុនក៏ជួយដល់សុខភាពយើងដែរពិសាហើយជួយស្លាំងពងកសុខភាពរបស់នេះក៏ស្រួលហើយសំខាន់ដំណើរការបេះដូងហ្នឹងក៏ចរន្តដំណើរការស្រួលដែរព្រោះតែប្រភេទខ្លះទៀតធ្វើឲ្យសុខភាពរបស់យើងទទួលបាននូវភាពទៅជំនួយកម្លាំងផ្សេងថែមទៀតជាថាលោកអ្នកបានទទួលនៅអារម្មណ៍គឺទទួលបាននៅអ្វីដែលជាការជម្រាបជូនពីទស្សនៈអន្តរហើយប្រកបជាទទួលបាននៅចំណេះដឹងក៏ដូចជាពិធីសាស្ត្រនៃការឆុងតែដោយស្តង់ដារតែម្ដងធម្មតាការឆុងតែយើងទៅតាមហាងកាទីវិញនោះដាក់ទឹកក្តៅជះដៃចឹងទៅមកហាងបងងាយមួយថ្ងៃបងងាយគឺប៉ុណ្ណឹងហ្នឹងឯងពណ៌មិនពណ៌បានចាស់ចឹងទេពណ៌ឡើងចង់បែកស្វាយអញ្ចឹងទៅបើចំពោះការទទួលទានតែក៏ត្រូវមានកំណត់ដែរបើសិនជាការឆុងហ្នឹងគឺដឹងស្រាប់ហើយតែមួយថ្ងៃអីទៅយើងធ្វើការដូរទៅដើម្បីទទួលបាននូវរសជាតិមួយថ្ងៃទេបាទគេឆុងតែមួយពេងគេបោះកាក់ចាក់តែនឹងចោលគេដាក់ថ្មីទៀតទេអញ្ចឹងតែម្ដងទៅណាចាតែម្ដងទៅចាសូមជម្រាបដល់ទស្សនិកជនមកដែរថាចាស់ហាង China Brand Tea គឺមានតែរហូតដល់ជាង300មុខឯណោះចាដែល China Brand Tea នេះគឺហៅតាមចិនគឺចុងក័មីងឆាចាដែលគាត់ជំនាញនេះគឺគាត់មានជំនាញដល់ជាង10ឆ្នាំហើយណាគាត់ទៅសិក្សានឹងបទពិសោធន៍តែស្រស់ៗរហូតដល់លើភ្នំទៀតចាដូចគាត់បានជម្រាបអញ្ចឹងតែពិតទៅគឺជាលក្ខណៈពិសេសមួយទៀតដែលបង្ហាញជូនពោះរាល់សប្តាហ៍តែមានអ្វីជំរាបជូនពោះសិតតែពិសេសហើយបានលើកមកជូនពោះដោយសារតែសេះឲ្យអីបាទសេះឲ្យសេះពីរបាទសេះពីរឲ្យមកហើយព្រោះអីរឿងហ្នឹងគឺលើសពីធម្មតាដោយតែលោកអ្នកខ្លះគាត់មិនបានជ្រាបទេថាការដែលចុងតែហ្នឹងមានលក្ខណៈចាប់អារម្មណ៍យ៉ាងណាខ្លះពីអាការចុងតែធម្មតាហ្នឹងឥឡូវនេះយើងបានជ្រាបហើយអញ្ចឹងអរគុណច្រើនចំពោះការច្រឡំចាហើយចានិយាយលេងលោកចម្រុងអូចាក់ឯណានេះកុំធ្វើបានស្ត្រីភេទដូចជាលោកខ្ញុំណាខ្ញុំស្ត្រីភេទប៉ិតតែស្ត្រីភេទទីទូទៅទៅតាមទៅដូចថាហាមប្រើអំពើហិង្សាប៉ុន្តែបុគ្គលិនវិញគឺថាស្ត្រីភេទស័ក្តិសមតែម្ដងជាមួយការប្រើអំពើហិង្សាស័ក្តិសមចាមុខនេះខ្ញុំចាតាក់ទាញពីច្រើនតាក់ទាញកណ្ដាប់ដៃបាទមកជួយនោះចាអរគុណចាហើយនេះខ្ញុំក៏សូមជម្រាបចាថាហាង China Brand Tea ឬក៏ចុងពណ៌មីងឆាចាគឺមានអាស័យដ្ឋានស្ថិតនៅបណ្ដោយផ្លូវចាព្រះមនីវង្សចាកែងស្តុកចាក្រាសាំង PTT ឬកែងស្តុកបូកូចាលោកអ្នកគាត់ទៅដល់ក្រាសាំង PTT ពុកមើលខាងស្ដាំដៃនោះឃើញហាងផ្ទះមួយនេះមានរូបចិនអីចឹងណាចានៅខាងស្ដាំដៃនឹងផ្ទាល់តែម្ដងបើសិនចង់ទៅលោកអ្នកអាចបានធ្វើការកក់បានឬក៏កន្លែងទីតាំងនានាឬក៏ជួបជុំលេខពិភាក្សាការងារទូទៅឬក៏កំសាន្តក៏បានដែរទៅអង្គុយពិភាក្សាគ្នាដើម្បីទទួលបានចំណេះដឹងផ្សេងៗក៏ដែរអត់ទេចាគឺហាង China Brand Tea គឺបើសិនជាទស្សនិកជនទាំងអស់ចាចង់បានរសជាតិតែប្លែកក៏ដូចជាថារសជាតិតែចឹងយើងទិញតែទៅយើងអត់ដឹងចាអត់ដឹងចឹងទៅយើងទិញទៅខុសអញ្ចឹងចាំមានឯកទេសនៅទីនោះចាណែនាំថាលោកអ្នកចង់បានរសជាតិតែប្រភេទណាចត់ឬក៏ឈ្ងុយខ្លាំងឬក៏យ៉ាងម៉េចចាគឺមានចាឯកទេសរបស់យើងនឹងបង្ហាញជូនចាឲ្យក្នុងនោះផងដែរគឺយើងមានតុកសម្រាប់ដូចថាបង្ហាញអំពីការឆុងតែបែបលក្ខណៈស្តង់ដារខ្ញុំមានចង់សួររលីនបានទៅផ្ទាល់អញ្ចឹងមានតែណាខ្ញុំចង់ណែនាំដែរចង់ឲ្យបានដឹងដែរតែមានតែណាដែលធ្វើមកទូចចាអូតែធ្វើមកទូចចាំមានតែមជុលចាគឺតែមជុលគឺដេតែទៅទីដាក់មកទូជុំគ្នាចាមុខបាយនេះមើលជិតដូចកពតមិនថៃកពតពួកងីបើរបានកពតចង់បោក៏បានរីកក៏បានហ្នឹងហើយចាំមិនថាចាអរគុណដល់ទស្សនិកជនទាំងអស់ដែលតាមដានចារាល់កម្មវិធីទស្សនាអន្ទីតែទស្សនាអន្ទីគឺចាណែនាំទស្សនិកជនចាអំពីចារបស់ដែលមានប្រយោជន៍នៅជំនាញប្រទេសកម្ពុជាក៏ដូចជាផលិតផលដែលអ្នកមិនធ្លាប់បានស្គាល់ចាគឺមានអ្វីច្រើនទៀតចាហើយជាផ្សេងនោះគឺទស្សនាជាមួយនឹងខ្ញុំជាមួយនឹងចាពិធីកររូបសង្ហាមុខដោយក្តារងឿចាគឺលោកប៉ែនចម្លងនៅជាមួយនឹងពិធីករនីមកដូចថៃស្ដាយតែបដល់ជាមួយនឹងពេលដែលខាត់ជួយលោកអ្នកពិសេសគឺរឿងរ៉ាវដែលលោកអ្នកដែលមិនទាន់បានជៀបគឺបាទប្រយោជន៍នេះនឹងធ្វើការបង្ហាញជូនបន្តទៀតបាទជាមួយនឹងកម្មវិធីរបស់យើងជឿថាសប្តាហ៍ក្រោយលោកអ្នកបានជួបជាមួយនឹងអ្វីដែលផ្លែកបន្តទៀតទាក់ទងជាមួយនឹងចំណេះដឹងនានាបទពិសោធន៍របស់យើងបរិបទសង្គមព្រមទាំងរឿងរ៉ាវផ្លែកជាបន្តទៀតជាមួយនឹងទស្សនៈអន្ទីចាហើយនៅក្នុងសប្តាហ៍ក្រោយនេះខ្ញុំនឹងលើកយកនៅចាតែមួយប្រភេទទៀតដែលលោកអ្នកតែនិយមហៅថាតែបៃតងចាគឺ green tea ចាគឺ green tea
mình green tea បែបចេញមកបៃថងហ្នឹងឆ្វាយវាដាក់លាក់ឯណាចានោះវា green tea បែបធម្មជាតិចាដូច្នេះចានេះខ្ញុំក៏សូម